អាយតនៈខាងក្នុង6ចក្ខុភ្នែកសោតៈត្រចៀកឃានៈច្រមុះជីវហាអណ្ដាតកាយៈខ្លួនប្រាណមโนចិត្តហៅឥន្ទ្រា6ក៏បានអាយតនៈខាងក្រៅ6រូបៈរូបសត្តៈសំឡេងគន្ធៈក្លិនរសៈរសផដ្ឋពៈអារម្មណ៍ដែលមកប៉ះពាល់ត្រូវកាយធម្មអារម្មណ៍អារម្មណ៍ដែលកើតចំពោះចិត្តហៅអារម្មណ៍6ក៏បានវិញ្ញាណ6រូបប៉ះភ្នែកកើតសេចក្តីដឹងឡើងហៅថាចក្ខុវិញ្ញាណសំឡេងប៉ះត្រចៀកកើតសេចក្តីដឹងឡើងហៅថាសត្តវិញ្ញាណក្លិនប៉ះច្រមុះកើតសេចក្តីដឹងឡើងហៅថាឃានវិញ្ញាណរសប៉ះអណ្ដាតកើតសេចក្តីដឹងឡើងហៅថាជីវហាវិញ្ញាណផដ្ឋពៈប៉ះពាល់កាយកើតសេចក្តីដឹងឡើងហៅថាកាយវិញ្ញាណធម៌កើតចំពោះចិត្តកើតសេចក្តីដឹងឡើងហៅថាមโนវិញ្ញាណសម្ផស្ស6អាយតនៈខាងក្នុងមានភ្នែកជាដើមអាយតនៈខាងក្រៅមានរូបជាដើមវិញ្ញាណមានចក្ខុវិញ្ញាណជាដើមមកផ្ទប់គ្នាទាំង3នេះហៅថាសម្ផស្សៈមានឈ្មោះហៅតាមអាយតនៈខាងក្នុង6គឺចក្ខុសម្ផស្សៈសោតៈសម្ផស្សៈឃានៈសម្ផស្សៈជីវហាសម្ផស្សៈកាយៈសម្ផស្សៈមโนសម្ផស្សៈវេទនា6សម្ផស្សជាបច្ច័យឲ្យកើតវេទនាគឺជាសុខខ្លះទុក្ខខ្លះមិនសុខមិនទុក្ខខ្លះមានឈ្មោះហៅតាមអាយតនៈខាងក្នុង6គឺការតាមផ្លូវភ្នែកហៅថាចក្ខុសម្ផស្សជាវេទនាការតាមផ្លូវត្រចៀកហៅថាសោតៈសម្ផស្សជាវេទនាការតាមផ្លូវច្រមុះហៅថាឃានៈសម្ផស្សជាវេទនាការតាមផ្លូវអណ្ដាតហៅថាជីវហាសម្ផស្សជាវេទនាការតាមផ្លូវកាយហៅថាកាយសម្ផស្សជាវេទនាការតាមផ្លូវចិត្តហៅថាមโนសម្ផស្សជាវេទនាធាតុ6 1. បថវេធាតុធាតុដី 2. អាបោធាតុធាតុទឹក 3. តេជោធាតុធាតុភ្លើង 4. វាយោធាតុធាតុខ្យល់ 5. អាកាសធាតុចន្លោះដែលមានក្នុងរាងកាយ 6. វិញ្ញាណធាតុសេចក្តីដឹងអ្វីបានសូមអនុមោទនាហើយអស់ប្រុសស្រីទាំងឡាយអើយកុំភ្លេចឡើយផ្លូវល្អគឺធម៌ព្រះពុទ្ធប្រសើរផុតលោកាពុទ្ធហេងសរណង្កេចហាមិតហម្មងសរណង្កេចហាមិសង្ឃហេងសរណង្កេចហាមិ